ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះស្រីមានវីដេអូថ្មីទៀតហើយពុកម៉ែបងប្អូនគឺថ្ងៃនេះយើងចិញ្ច្រាំសាច់ជ្រូកជាមួយនឹងពងទាប្រៃពុកម៉ែបងប្អូនដោយពុកម៉ែបងប្អូនឃើញពីខាងដើមវីដេអូមកអញ្ចឹងពុកម៉ែបងប្អូនគឺយើងចាប់ផ្ដើមចិញ្ច្រាំសាច់ជ្រូកយើងក៏ដូចជាយកពងទាប្រៃតែយើងយកតែផ្នែកក្រហមវាទេពុកម៉ែបងប្អូនសម្រាប់ផ្នែកសគឺយើងទុកលាយវាសម្រាប់ផ្នែកក្រហមយើងយកមកចិញ្ច្រាំជាមួយសាច់ជ្រូកយើងចិញ្ច្រាំបញ្ចូលគ្នាឲ្យម៉ត់ទៅពុកម៉ែបងប្អូនរួចយើងក៏ចាប់ផ្ដើមយកពងទានិងសាច់ជ្រូកដែលយើងចិញ្ច្រាំហ្នឹងដាក់ចូលចានដែរយើងនេះពងទាប្រៃយើងក៏ចាប់ផ្ដើមមកកាប់ស្បែកជ្រូកយើងជាចំណិតណាពុកម៉ែបងប្អូនបន្ទាប់ពីយើងហាន់ស្បែកជ្រូកហាន់អីហើយយើងក៏ទៅយកខ្ទឹមយកមកលាងទឹកឲ្យស្អាតដើម្បីយើងដំចិញ្ច្រាំវាដាក់ចូលអញ្ចឹងពុកម៉ែបងប្អូនឥឡូវនេះយើងចាប់ផ្ដើមដំខ្ទឹមចិញ្ច្រាំខ្ទឹមឲ្យពុកម៉ែបងប្អូនចំពោះខ្ទឹមបើពុកម៉ែបងប្អូនមានខ្ទឹមក្រហមក៏ដាក់ទៅតែខ្ញុំថ្ងៃនេះអត់បានទៅផ្សារទេពុកម៉ែបងប្អូនក៏អស់ខ្ទឹមក្រហមទៅហើយអត់បានដាក់ខ្ទឹមក្រហមទេក៏មានតែខ្ទឹមសក៏ចិញ្ច្រាំតែខ្ទឹមសដាក់ទៅពុកម៉ែបងប្អូនបន្ទាប់ពីដាក់ខ្ទឹមសចូលហើយយើងក៏ចាប់ផ្ដើមច្បល់វាចូលសពហើយយើងក៏បន្ថែមពីចេងស្ករក៏ដូចជាលួចទឹកត្រីបន្តិចព្រោះខ្លាចពងទាប្រៃយើងរាងសាបពុកម៉ែបងប្អូនឥឡូវនេះយើងដាក់គ្រឿងក្រៅហើយយើងក៏ចាប់ផ្ដើមច្បល់វាចូលយើងក៏ចាប់ផ្ដើមទៅយកពងទាសាបចំពោះពងទាសាបគឺខ្ញុំដាក់ចំនួន6គ្រាប់ដែរតែខ្ញុំវាយចូលចំនួនតែ5គ្រាប់ទេខ្ញុំដួសយកអាក្រហមវាទុកសម្រាប់យើងលាបពីលើពុកម៉ែបងប្អូនឲ្យវាឡើងពណ៌ស្អាតអញ្ចឹងណាឥឡូវនេះយើងចាប់ផ្ដើមច្បល់ចូលគ្នាឲ្យចូលសពគ្រឿងសពពងទាយើងចូលសពជាមួយសាច់ជ្រូកសពគ្រឿងបានល្អអញ្ចឹងណាពុកម៉ែបងប្អូនយើងកូរវាឲ្យសពទៅពុកម៉ែបងប្អូនកុំឲ្យវាពងទាឥឡូវនេះយើងក៏ចាប់ផ្ដើមដាក់ស្បែកជ្រូកចូលពុកម៉ែបងប្អូនយើងកូរវាចូលឲ្យសព្វដែរទៅពុកម៉ែបងប្អូនដាក់ស្បែកជ្រូកចូលហើយយើងក៏យកអាក្រហមហ្នឹងយកមកលាបពីលើហើយក៏ដាក់ម្ទេសឥឡូវនេះយើងចាប់ផ្ដើមយកឆ្នាំងមកដាក់ទឹកដើម្បីយើងចំហុយពុកម៉ែបងប្អូនផ្ទះខ្ញុំអត់មានឡាំងសឹងទេអញ្ចឹងខ្ញុំប្រើឆ្នាំងពុកម៉ែបងប្អូនឥឡូវនេះយើងចាប់ផ្ដើមចំហុយវាឲ្យវាឡើងរាងចង់ឆ្អិនហើយពុកម៉ែបងប្អូនហើយខ្ញុំចាក់មើលពុកម៉ែបងប្អូនហើយខ្ញុំយកកបិតចាក់មើលព្រោះវានៅមានហូរទឹកមកគឺវាមិនទាន់ឆ្អិនទេតែឥឡូវនេះគឺឆ្អិនហើយពុកម៉ែបងប្អូនជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នារកទទួលទានមានបានទាំងអស់គ្នាណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយកុំភ្លេចជួយ like ជួយ share និង comment ខាងក្រោមវីដេអូម្នាក់មួយផងក៏ដូចជាជួយ subscribe channel YouTube ក៏ដូចជាជួយ follow page ស្រីមានម្នាក់មួយផងណាពុកម៉ែបងប្អូន